កំណើតនៃក្របខ័ណ្ឌ Premier League គឺជាលីកបាល់ទាត់អាជីពកម្រិតខ្ពស់បំផុតរបស់ប្រទេសអង់គ្លេសលីកនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ1992បន្ទាប់ពីក្លឹបធំៗចំនួន22បានសម្រេចចិត្តបំបែកខ្លួនចេញពី Football League First Division ដើម្បីបង្កើតលីកថ្មីមួយដែលមានសេរីភាពក្នុងការគ្រប់គ្រងសិទ្ធិផ្សព្វផ្សាយនិងប្រាក់ចំណូលផ្នែកពាណិជ្ជកម្មមូលហេតុសំខាន់នៃការបង្កើត Premier League គឺដើម្បីលើកកម្ពស់គុណភាពបាល់ទាត់អង់គ្លេសបង្កើតប្រាក់ចំណូលពីទូរទស្សន៍និងទាក់ទាញកីឡាល្អៗពីជុំវិញពិភពលោកប្រវត្តិពានរង្វាន់ Premier League Trophy ត្រូវបានរចនាឡើងដើម្បីតំណាងឲ្យកិត្តិយសនិងប្រវត្តិសាស្ត្ររបស់បាល់ទាត់អង់គ្លេសការរចនាពាននេះមានការបំផុសគំនិតពីមកុដរបស់ព្រះមហាក្សត្រនិងសត្វតោដែលជានិមិត្តសញ្ញានៃភាពក្លាហានកម្លាំងនិងភាពជាអ្នកដឹកនាំពានរង្វាន់មានសត្វតោមួយឈរនៅផ្នែកខាងលើកំពុងពាក់មកុដខណៈដែលនៅពេលប្រធានក្រុមលើកពានឡើងវាធ្វើឲ្យកើតជារូបភាព Three Lion គឺសត្វតោលើពានដៃរបស់ប្រធានក្រុមក្បាលរបស់ប្រធានក្រុមដែលពាក់មកុដនេះជានិមិត្តរូបនៃភាពជើងឯករបស់បាល់ទាត់អង់គ្លេសសម្ភារៈផលិតពាន Premier League ផលិតពីវត្ថុធាតុមានតម្លៃខ្ពស់ដូចជា Sterling Silver ប្រាក់ស្រោបមាសថ្មពណ៌បៃតងដ៏មានតម្លៃពណ៌បៃតងនៅផ្នែកខាងក្រោមតំណាងឲ្យទីលានបាល់ទាត់ទំហំនិងទម្ងន់កម្ពស់ប្រហែល104សង់ទីម៉ែត្រទទឹងប្រហែល61សង់ទីម៉ែត្រទម្ងន់ប្រហែល 25.4 គីឡូក្រាមពាននេះត្រូវបានរចនាឲ្យមានភាពរឹងមាំនិងមានតម្លៃសិល្បៈខ្ពស់ខ្សែបូរិបុនរៀងរាល់រដូវកាលខ្សែបូដែលចងលើពាននិងមានពណ៌តំណាងឲ្យក្លឹបដែលឈ្នះជើងឯកឧទាហរណ៍ Manchester City ពណ៌ខៀវ Liverpool ពណ៌ក្រហម Chelsea ពណ៌ខៀវ Manchester United ពណ៌ក្រហម Leicester City ពណ៌ខៀវក្លឹបដែលបានឈ្នះ Premier League ច្រើនជាងគេគឺចំនួនជើងឯក Manchester United 13 ដង Manchester City 8 ដង Chelsea 5 ដង Arsenal 3 ដង Liverpool 2 ដង Blackburn Rovers 1 ដងLeicester City 1 ដងគិតត្រឹមរដូវកាល2024ដល់2025ជើងឯកដំបូងរដូវកាលឆ្នាំ1992ដល់93គឺជារដូវកាលដំបូងនៃ Premier League ជើងឯកដំបូងគឺ Manchester United ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដែលបានបញ្ចប់ការរងចាំពានលីកកំពូលអស់រយៈពេល26ឆ្នាំរដូវកាលមិនដាច់ចាញ់ The Invincible រដូវកាល2003ដល់2004ក្លឹប Arsenal បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយមិនចាញ់សូម្បីតែមួយប្រកួតក្នុងលីកដើម្បីរំលឹកសមិទ្ធផលដ៏កម្រនេះ Premier League បានប្រគល់ពានមាស Gold Premier League Trophy ពិសេសមួយជូនដល់ Arsenal ដែលជាពានតែមួយគត់ក្នុងប្រវត្តិសាស្ត្រហេតុអ្វី Premier League មានភាពល្បីល្បាញPremier League ត្រូវបានចាត់ទុកថាជាលីកបាល់ទាត់ដែលមានប្រជាប្រិយភាពបំផុតលើពិភពលោកព្រោះផ្សាយបន្តផ្ទាល់ជាង180ប្រទេសនិងនៅក្នុងតំបន់មានអ្នកទស្សនារាប់ពាន់លាននាក់ក្នុងមួយរដូវកាលប្រមូលផ្ដុំកីឡាករឆ្នើមនិងគ្រូបង្វឹកល្បីៗពីជុំវិញពិភពលោកមានការប្រកួតប្រជែងខ្លាំងនិងមិនងាយទស្សន៍ទាយលទ្ធផលមានតម្លៃសិទ្ធិផ្សាយនិងចំណូលពាណិជ្ជកម្មខ្ពស់ជាងគេជាច្រើនផ្សេងទៀតសេចក្តីសន្និដ្ឋានពានរង្វាន់ Premier League មិនមែនគ្រាន់តែជាពានសម្រាប់ក្រុមជើងឯកប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃកិត្តិយសការខិតខំប្រឹងប្រែងនិងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បាល់ទាត់អង់គ្លេសចាប់តាំងពីការបង្កើតនៅឆ្នាំ1992មក Premier League បានក្លាយជាលីកបាល់ទាត់ដែលមានឥទ្ធិពលនិងមានអ្នកគាំទ្រច្រើនបំផុតមួយនៅលើពិភពលោកហើយការលើកពាននេះគឺជាក្តីស្រមៃរបស់កីឡាករគ្រូបង្វឹកនិងអ្នកគាំទ្ររាប់លាននាក់